អញ្ជើញតាមទស្សនាការប្រកួតគូបើកឆាកគុណគ្រូតំណងមង្គលខៀវចាំមើលមកប្រកួតតំណងណាអត់គាត់ខាងក្រោមមួយជើងសិនហើយសិនចាំទុកទាត់ឆ្វេងមួយសិនរបស់សមុទ្របាទឈ្មោះសមុទ្រមិនមែនត្រូវជាកូនរបស់រុកស៊ិនស៊ីសមុទ្រទេបាទគ្រាន់តែឈ្មោះស្តីគ្នាមួយសមុទ្រមួយសមុទ្របាទចូលតែខៃយបុតមិនព្រមចូលទេហើយសិនព្រោះថាការក្រហមហ្នឹងបាត់ពិសោធន៍តំណងជាង3ដងចាញ់តែម្ដងទេឆ្វេងមាត់ម្ដាយមកតំហឹងគាត់ឆ្វេងមួយទៀតបាទខៃយបុតមួយនេះព្រោះណាហើយគុណគ្រូក៏ទៅទៀតអត់ដែរឃើញទេបាទគង់ហ៊ីងព្រះធរណីឬក៏នាងរំសាយសក់តើស្ដាំខាងក្រៅមួយអាយ៉ាទៅចង់បញ្ញយខាងក្រៅហីរកមើលខាងក្រៅសិនថយបានប៉ុណ្ណាមាត់ម្ដាយយ៉ាបាទអីយ៉ាឆៃបត់មិនតន់អីត្រូវលោកកញ្ញាកដារាប់បាត់ហើយអត់អីគាត់ថាអត់អីទេថ្មីបាទថ្មីមើលទៅខាងក្រហមហើយជាទុកមិនយូរទេស៊ីថ្មីស្រួលជាងទៅគង់ស្ដាំមួយទៀតអាយយបាទអត់អាចត្រូវវាយគេអញ្ចឹងអីយ៉ាចូលហក់ឡើងទៅគង់ចាប់អោបទៅគង់ស្ដាំផ្ទះមួយទៀតលោកអញ្ញាកដាងមុននិតប្រកាសចាំញែកចូលហក់ស្ដាំវាយស្ដាំអាយយហក់កាត់ចានអីយ៉ាអត់តន់ត្រូវវាយស្ដាំមួយទៀតដល់ហក់វាយស្ដាំមកថែមស្ដាំម្ដាយអាយយបាទនាងរំសាយសក់ចូលខ្លួនហើយអាយយឆាក់ស្ដាំមួយទៀតបាទថៃយបុតហាក់បីដូចជាចេញក្លាច់ខ្លួនអត់សូវតំណងទេរត់សិនអត់ដេញតាមវាយបើសមុទ្រកំពុងតែដេញតាមឆៃយបុតបត់ខាងក្រៅមួយសមុទ្រតឆ្វេងឆៃយបុតវាយខាងលើវាយឆ្វេងសមុទ្រកាច់ទៅគង់ស្ដាំអូយបាទដួលហើយនៅឆ្លៀតចូលជើងទៅធាក់គេទៀតការប្រកួតទៀតតតាមមួយសិនអាយអ្នកដៃវាយឆ្វេងញុកយកតតាមមួយទៅរងជាប់មែនតើដោយសារតែបង្គោលខៀវអត់តំណងមកអត់តំណងថាគាត់ជាលើកការប្រកួតលើកដំបូងអញ្ចឹងមិនទាន់សមនឹងសៃវៀនដាក់តាមប្រកួតពីប្រកួតទៅប្រហែលជាអីទេបាទរលូនវិញហើយបាទអាយ៉ាច្រែងហក់តស្ដាំខ្ញុំសូមបញ្ជាក់ថាបង្គោលក្រហមពុយសមុទ្របង្គោលខៀវកីឡាករឈឹមឆៃយបុតអាយយចេញរបស់កតោមកហើយហក់ពុះកែងណែចកងជួយមួយទាត់មួយទៀតឥឡូវហើយបាទដឹកទី1បញ្ចេញស្នៀតអត់តន់បង្គោលក្រហមចូលកន្លងវិញរវែមួយហក់វាយមួយទៀតអាយយទាត់ស្ដាំមួយសិនអត់ស្រួលទេមិញចេញស្នៀតទាត់ស្ដាំមួយទៀតចង់ដូរកាប់ពុកមិញទាត់ជ្រុលតាមអីទេស្ដាំម្ដាយសិនតាមមួយទៀតចូលអោបក្លេទៅគង់យើងប្រើកែងលោកអញ្ញាកដាចាប់ញែកតាំងគុំចូលហក់វាយស្ដាំបាទដៃនេះបន្តឆ្កយវាយមិនទៅស្លាប់អត់ទេព្រោះថាដៃគឺអត់តន់លបោឯឡងគាត់អត់តន់ចេះវាយយកទម្ងន់ណាវិញសមុទ្រកំពុងតែដេញតាមចេញក្បាច់អីតែសមុទ្រមានចូលដែរបាទមកដៃឆ្វេងរបស់សមុទ្រស្ដាំឆៃយបុតវាយឆ្វេងតែឆៃយបុតត្រៀមមិញត្រៀមដំតែចូលដំអោបបកកែកបកដួលឲ្យគាត់ធាក់សំយ៉ុងជុងឡើងលើដល់ការប្រកួតទៀតបាទស្ដាំក៏រវែចៃយើយបាទជ្រៀតត្រូវបានមកដៃដែរមិញបញ្ចេញ3តង់ហក់បត់ស្ដាំចូលអោបលោកអញ្ញាកដាញែកមកសាទៀតហក់ចូលហើយកែងដំកែងយកហើយជង្គង់របស់សមុទ្រតែឆៃបុតរុញឲ្យដួលបាទលេងសើចមិនបានឆៃបុតឆ្វេងវាយស្ដាំតស្ដាំរបស់សមុទ្រស្ដាំបាទអោបខាងក្រោយពីកែងបក
តែមើលទៅទឹកមុខរបស់ឆៃបុតដូចចង់ញ៉ាយ៉ាងម៉េចទេគាត់ខាងក្រោមធាក់ទល់កែងឆ្វេងបាត់ជង្គង់កោះមួយទៀតបាទលោកអញ្ញាកដាត្រូវតែរហ័សព្រោះតែអ្នកទាំងពីរវាយចឡោតបាទតែគឺខាងក្រហមតែម្ដងឆ្វេងម៉ាត់តោះស្ដាមមួយទៀតឆ្វេងម៉ាត់មួយទៀតតែឆៃបុតអត់ទៅណាទេរងសិនបាទនឹកអីចង់ប្លត់ខ្លួនឯងបាទសមុទ្រសមុទ្រដើរចូលជុំវាយឆ្វេងពេញមុខបត់ឆ្វេងមួយទៀតឆៃបុតចូលវិញស្ដាំចូលមកស្ដាំមកវាយបញ្ចោស្ដាំនាំតែជង្គង់របស់សមុទ្រចាប់កកលោកអញ្ញាកដាញែកតើទៅថ្មីហើយតាំងឃុំបាត់ឆៃបុតតាំងឃុំរីឯពៅសមុទ្រដើរមើលសិនកន្លែងណាប្រហោងអត់ឃុំកន្លែងណាប្រហោងញុកកន្លែងហ្នឹងតែម្ដងចលោសិនអត់ទាន់បខំទៅណាទេអូយបាទមិញចង់ទំនុកឃុំវាយទំនុកឃុំមួយទៀតសមុទ្រចូលបាទឆៃបុតចូលទេតស្ដាំវាយស្ដាំរបស់បង្គោលខៀវឈឿនឆៃបុតចង្គង់ចូលអោបចង្គង់រកឆៃបុតដួលបាទធ្វើស្ទាយដួលយោងដើម្បីលោកអញ្ញាកដាជួយគាត់អាសាទៀតចលោឆ្វេងម៉ាត់ពោះទឹកពុតស្ដាំឆ្វេងមួយទៀតវាយស្ដាំវិញបញ្ចោលចង្គង់របស់បង្គោលក្រហមរបស់សមុទ្រលោតសិនព្រោះថាពេលខ្លះចូលទៅត្រូវគេវាយចូលកណ្ដាលមុខដែរមិនថាអត់សោះទេគ្រាន់ថាត្រូវច្រើនឬក៏ត្រូវតិចតែប៉ុណ្្នឹងបត់ស្ដាំមួយទេរបស់ឆៃបុតសមុទ្រចូលស្ដាំរបស់ឆៃបុតទេបត់ស្ដាំសងវិញសមុទ្រឆៃបុតចូលលេងប្រើកែងហោហើយបាទលោកអញ្ញាកដាងងុននិតចាប់ញែកដល់ការប្រកួតទៀតឆ្វេងវាយស្ដាំកវត្តរបស់ឆៃបុតសមុទ្រកំពុងតែព្យាយាមសកពួរទឹកវាយឆ្វេងពីខាងលើតំណងដួលមកទៅហើយតែមិនអីទេផ្លាត់ដួលទេមិនមែនគេវាយដួលទេធាក់ស្ដាំធាក់ស្ដាំមួយទៀតទៅកំចូលតោះឆ្វេងវាយឆ្វេងមកកេះបានកណ្ដាលមុខបន្តិចដែរ1នាទីចុងក្រោយក្នុងទឹកទី3ធាក់ទប់រហូតបាទប៉ះដៃមួយសិនដើរអីយ៉ាចង់ហត់ដែរវាយឆ្វេងកែងតតស្ដាំចូលអោបសិនតោះមកជង្គង់ថែមមកជង្គង់ទៀតអូយបាទចង់ចឡោតដើរបងបោយជង្គង់មួយទៀតទូដែរបង្គោលខៀវបើថាអ្នកដែលចិត្តអន់មុំគឺទៅបាត់អីយ៉ាអូយដំមកដៃណាតបស្ដាំអីយ៉ាបាត់តពេលវាយបាច់អញ្ញាញ៉ៃនឹងចង់យ៉ាប់ដែរលោកអញ្ញាកដាអត់រាប់ទេចូលហត់ទៅហើយចង្គង់ឆៃបុតឆ្វេងម៉ាត់ម្ដាយឆ្វេងម៉ាត់មួយទៀតមិនចូលអោបចង្គង់បាទមកចង្គង់ទុនអត់អីទេអាមេកែងបត់មកវាយមិនទៅកែងតែម្ដងតែកែងអត់ចង់ទៅទៀតចូលចង្គង់បាទពួងយកតែឆៃបុតក៏ព្យាយាមបាទញុកម្ដាយវិញណាម្ដាយដំហ៎អាយ៉ាលោកម្ដាយទៀតចូលបាត់ហើយបន្តការប្រកួតទៀតវិញអាយយលោកអញ្ញាកដាញែកសារជាថ្មីបាទវាយគ្នានឹងចង់ចេញជាសមោកែកបត់មួយទៀតអូយបាទយ៉ាងមិនអីចេះលោកអញ្ញាកដារាប់ភាសាទៀត6ហើយ7 8អត់អីទេបន្តការប្រកួតទៀតអាយ៉ាមួយទៀតទៅចង្គង់អាយ៉ាទល់វិញផ្លាត់វិញណែអត់អីទេ
វត្តដៃយកតាមនងតែទាញចាប់ទាញតតដួលរាប់2ដងហើយបង្គោលខៀវវែងតាមចាប់មកស្កាត់ដួលទៀតអូលើនេះលេងចង់ក្រោមមិនទេអត់ពេកចូលចាប់ទឹកទី4 Dixon វិវត្តរកភាពទាន់សម័យមានគុណភាពខ្ពស់ជាប់ស្វិតធន់រាល់ការដឹកទំនិញបាទចូលដល់ទឹកទី5ដែលជាទឹកដៃប្រត់ហើយសម្រាប់ការប្រកួតគូបើកឆាកដែលជាការប្រកួតគូទី1សូមអរគុណដល់កេសមិនត្រូវបានផលិតឡើងតាមជំនាញបទពិសោធន៍ក្នុងស្រុកនិងបទដ្ឋានបច្ចេកវិទ្យាអន្តរជាតិគឺធ្វើឲ្យសំណង់កែឋានអគារផ្លូវណាត់មានរឹងមាំធន់ជាប់បានយូរកេសមិនរឹងមាំគង់វងយងហើយវែងម្ដាយរបស់សមុទ្រស្ដាំវាយសងវិញឆៃបុតកែងបតរបស់សមុទ្រចាប់មកបាទឃើញថាទោះបីជាបង្គោលខៀវចាញ់ព្រៀបតាំងពីដើមទឹកក៏ពិតមែនតែអាចស៊ូបានពេញតាមទឹកក៏ចាត់ទុកថានេះគឺជាសមិទ្ធផលមួយដ៏ល្អផងដែរបើយើងមើលបទពិសោធន៍ក៏ចាញ់គេតិចនិចក៏ចាញ់គេតែស៊ូអត់ចាញ់គេប្រហែលទៅកែឆ្វេងបត់បាទលោកអញ្ញាក៏ដែរញែកភាសាទៀតក៏ឆ្វេងកែងបត់កែងអុកលោកអញ្ញាដល់ញែកភាសាទៀតវែងម្ដាយចាប់ទាញកកមកចង់របូតហើយវែងវាយស្ដាំសងវិញតស្ដាំមួយទៀតកែងឆ្វេងបត់ចកងចាប់ចកងជាប់ចង់លើកបោះមកសាទៀតអូយបាទយ៉ាងមិនអើយទេអត់អីទេដើរសិនដើรงោកសិនហក់វាយអញ្ចឹងហក់មកសាទៀតគេអត់ចង់វាយទៅប្រមូលគេមកវាយទៀតពុះមួយសិនចាប់ទឹកទី5មកសឹងតែ 100% ហើយបានមកខាងក្រហមមកសល់តែ 1% ទេទុកឲ្យខៀវឈ្នះតែ99ម៉ោងមកក្រហមហើយគឺថាក្រហមវាយខៀវរាប់2ដងហើយមានព្រៀបតាំងពីទឹកទី1ដល់ទឹកទី5សុំតសើបង្គោលខៀវស៊ូមែនតើបើថាអ្នកល្មមអត់ស៊ូដូចទេបាទសុំចាញ់ត្រង់ថាស៊ូគូក្រោយចូលដល់គូទី2រវាងគួនស៊ីណៃប៉ះជាមួយសាងសីយុវជនកម្ពុជាមានជ័យប៉ះឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់គីឡូ51ស្រាទេគេថាទម្ងន់រុយលទ្ធផលគឺបង្គោលក្រហមមែនបាទគឺពៅសមុទ្រឈ្នះឈឿនឆៃបុតបង្គោលខៀវដោយពិន្ទុ